ក្រុមហូទីរបស់យេម៉ែនវាយប្រហារដោយមីស៊ីលជាលើកទី3លើអ៊ីស្រាអែលក្រុមឧទាមហូទីរបស់ប្រទេសយេម៉ែនកាលពីថ្ងៃពុធមួយមេសាបានអះអាងពីការវាយប្រហារដោយមីស៊ីប្រឆាំងនឹងអ៊ីស្រាអែលដែលជាការចាប់ផ្ដើមរួមគ្នាជាមួយអ៊ីរ៉ង់និងក្រុមឧទាមហេបូឡារបស់ប្រទេសលីបង់ក្នុងការវាយប្រហារលើកទី3ដោយពួកឧទាមចាប់តាំងពីពួកគេបានចូលទៅក្នុងសង្គ្រាមមជ្ឈមបូព៌ាកាលពីព្រឹកថ្ងៃពុធយោធាអ៊ីស្រាអែលបាននិយាយថាការការពារដែនអាកាសរបស់ខ្លួនបានឆ្លើយតបទៅនឹងមីស៊ីលដែលបានបាញ់ចេញពីប្រទេសយេម៉ែនក្រោយមកបានប្រកាសថាអ្នកស្រុកត្រូវបានអនុញ្ញាតឲ្យចាក់ចេញពីកន្លែងការពារនៅគ្រប់តំបន់ទាំងអស់នៃប្រទេសប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានផ្សាយថាមីស៊ីលនេះត្រូវបានស្ទាក់ចាប់ហើយមិនមានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ឬការខូចខាតណាមួយឡើយក្រុមឧទាមហូទីដែលគាំទ្រដោយអ៊ីរ៉ង់របស់យេម៉ែនបានអះអាងការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកសម្ដៅលើអ៊ីស្រាអែលកាលពីចុងសប្តាហ៍ដែលជាលើកទី1របស់ពួកគេក្នុងសង្គ្រាមបច្ចុប្បន្នសូមជម្រាបថាក្រុមហូទីយេម៉ែនតែងរំខានដល់ការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហមដូចជាពួកគេបានធ្វើនៅកម្រិតខ្ពស់នៃសង្គ្រាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សានេះបើតាមការផ្សាយរបស់ AFP កាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមក្នុងមួយថ្ងៃឬប្រហែល1ស្លាបព្រាកាហ្វេមានន័យថាបានកាត់បន្ថយការស្លាប់និងពិការភាពដែលបណ្ដាលមកពីជំងឺបេះដូងនិងគ្រោះថ្នាក់សរសៃឈាមខួរក្បាល